អ្នកនាងថាប់ចេញមកតែជំរាបដល់ណាទៀតទៅលោកអ្នកនាងណាអ្នកនាងកុំភ្លេចទេរកអ៊ំណាអ៊ំបានយីវ៉ានអរនេះមិននិយាយជាមួយនរណាគេនិយាយស្អីគ្មានទេអើយមិនបាច់មើលទេតែប្រឡាក់មុខខ្ញុំអស់ប្រឡាក់មុខខ្ញុំអស់ហើយអើយតែមិនមើលក៏បាត់ដែរអ្នកស្លាប់ហើយអត់មានមនុស្សផងហ្នឹងអើយយើងថាគ្មានគឺគ្មានហើយចង់មើលស្អីដែរទៅណែនាងឲ្យមិនប្រាប់ទេថាមិនបាច់ទៅផ្សារទៀតទេប្រាប់តែខ្ញុំចេញមកចាំបើកទ្វារឲ្យលោកម្ចាស់ណាដឹងទេអញ្ចឹងឯងចាំបើកទ្វារទៅយើងទៅដាំបបរសិនឲ្យចាំក៏បានដែរយ៉ាប់បែនមិនក៏មិនឃើញអញ្ចឹងអុយតាស៊ីអូយទួសន្ដីអូយស្អុយក៏គ្រប់បែបនេះស្អុយឡារបស់ខ្ញុំហើយចូលទៅខ្ញុំមិនដឹងទេណែលោកបើជាអ្នកបបតាក់ស៊ីដេញភ្ញៀវចាស់គឺវាខុសនឹងច្បាប់ណាលោកមានដឹងទេហ៎ខ្ញុំសុកចិត្តឲ្យប៉ូលីសចាប់មិនឲ្យស្អុយឡានខ្ញុំទេណែចូលតាមសម្រួលឬក៏ចង់ឲ្យខ្ញុំអូសដៃចុះអើយមិនបាច់ទេមកក៏បានដែរទៅស្លាប់នេះណាក៏ទៅឆាប់ទៅអុយក៏គ្រប់ចង់ជិះឡានឡានក្រៅមិនក៏ធំក្លិនស្អុយម្លេះណាអើយធំក្លិនស្អុយម្លេះមនុស្សស្រីស្អីមកគ្រប់ម្លេះអុយខ្លាំងណាស់មនុស្សឈួតហ្នឹងណាមនុស្សល្អគេមិនធ្វើអញ្ចឹងទេតែកុំថាឲ្យគេអីណាប្រយ័ត្នគេឈួតអុកលុកពួកយើងច្បាច់កយើងស្លាប់ទៅមិនហើយអូយតឹងគួយខាងវិញបាទស្អុយខ្លាំងណាស់ត្រង់អត់បានទេអុយស្អុយអុយមែនទេមិនក៏ស្អុយបែបនេះហ្នឹងមុខមាត់តែស្អាតបានតែមិនក៏ធ្វើអញ្ចឹងមកពី DJ ឈួតម្នាក់នោះហើយនឹងនាងវិរដាម្នាក់នោះហើយដែលធ្វើឲ្យខ្ញុំខ្មាស់គេបែបនេះសបាយចិត្តណាស់តែនេះមើលទៅនាងដូចជាស្រស់ស្រាយដល់ហើយណ៎យើងស្រស់ស្រាយរាល់តែថ្ងៃទេស្រស់ស្រាយរាល់ថ្ងៃតែគ្មានថ្ងៃណាលឺនាងច្រៀងទេគឺយើងច្រៀងរាល់តែថ្ងៃហ្នឹងគ្រាន់តែឯងមិនដែលស្ដាប់
ហេតុអីថ្ងៃនេះក្លិនស្អុយម្លេះណោះមកអង្គុយយូរហើយទៅមានក្លិនអេតែខ្ញុំយល់ថាដូចជាមិនមែនក្លិនទឹកស្អុយទេក្លិនស្អីតែអញ្ចឹងក្លិនស្អុយមកពីខ្ញុំហ៎ផ្លាធូនេះអូយនេះឯងប្រាប់ថាឯងទៅរកពុកឯងហេតុអីបានជាប្រឡាក់សិមេសមក់ដូចជាកណ្ដុលធ្លាក់ទឹកអញ្ចឹងអូយណាកំហុសទាំងអស់នេះគឺមកពីនាងម៉ៃចុងនិងសាហាយរបស់គេនោះហើយម៉ៃចុងនិងសាហាយហើយអញទៅឃើញម៉ៃចុងនៅជាមួយសាហាយទីចង់សម្រាប់ឯងបបិទមាត់ដោយច្រានឯងទម្លាក់ទឹកស្អុយមែនទេមិនមែនទេកុំខ្ញុំប្រាប់ប៉ាខ្ញុំថាគេមានសាហាយតែប៉ាខ្ញុំមិនព្រមជឿខ្ញុំក៏ត្រឡប់ផុតតាំងតែគ្រប់យ៉ាងវាក្លាប់ចាក់ទើបខ្ញុំទម្លាក់ខ្លួននៅក្នុងធុងសម្រាមក៏វាមានសភាពបែបនេះឯងល្អហើយខ្ញុំស្មានថាម៉ៃចុងរបស់ឯងនឹងចង់សម្លាប់ឯងបបិទមាត់ម៉ៃចុងឯងនេះពុយពុលមែនតើណោះមានពុកឯងហើយនៅមានសាហាយទៀតមែនហើយគេពុះពុលណាស់បើមិនអញ្ចឹងខ្ញុំក៏មិនខ្ចប់ចេញពីផ្ទះមកបែបនេះដែរកុំគិតច្រើនទៅងូតទឹកលាងខ្លួនជំរះក្លិនស្អុយសិនទៅណាហើយចាំញ៉ាំបាយជាមួយពួកយើងណាថនជួយមែនធូរទ្រង់ទៅនេះស្អុយប្រហុកខ្លាំងណាស់មិនញ៉ាំទេចាក់ចោលហើយអ្នកស្អប់លបាញ់ស៊ីសងដូចជាខ្ញុំនេះត្រូវឆ្នោតនោះឆ្នោតមួយសន្លឹកក៏ខ្ញុំមិនដែរទិញដែរខ្ញុំថាប្រកាសជាមានអីហើយមិនអញ្ចឹងទេឲ្យមិនរស់រាយទាំងព្រឹកនោះទេហើយក៏មិនចិត្តល្អចាក់ប្រហុកចោលដើម្បីផ្លាត់ធូរនោះដែរណែប្រាប់យើងមកថាឯងមានរឿងអីចង់ប្រាប់មកប្រាប់មកអើយណែនាងផនគឺគ្មានអីទេមិនប្រាប់អញ្ចឹងខ្ញុំទេខ្លួនឯងក៏បានរឿងដែលធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ល្អមានពីរយ៉ាងគឺដល់ផ្សារជួបរបស់ត្រូវចិត្តនិងបរិះតាមញ៉ែមនុស្សរីដូចជានាងគឺប្រកាសជាមិនអារម្មណ៍ល្អព្រោះទៅដល់ផ្សារទេមានកំឡោះតាមញ៉ែមែនទេប្រាប់ភ្លាមមកពិតមែនទេប្រាប់មកបើចាក់ប្រហុកចោលមានបញ្ហាច្រើនណាស់យើងទៅទិញម្ដងទៀតក៏បានយើងនឹងឈប់ធ្វើឲ្យពួកអាចឈប់សង្ស័យឈប់ណែឈប់សិនឈប់ខ្ញុំហើយនឹងផនឈប់សង្ស័យក៏បានកុំទៅទិញទៀតអីណាអូខេព្រមតែប៉ុណ្្នឹងក៏ប្រាប់មិនបានចេះដឹងមែន